ឡើងហើយជីកាត់កន្លែងគេលក់ចរិតបំពងនិយាយពីថាឈ្ងុយអូយឈ្ងុយដល់ពេលអញ្ចឹងហើយក៏ទៅផ្សារទៅរកទិញថាទៅរកទិញតែត្រីទេដល់ពេលទៅថ្ងៃនេះគឺថាប៉ះចំអ្នកលក់មានចរិតមានអីលក់អញ្ចឹងហើយស៊ូអ៊ីថាអីចរិតនឹង1គីឡូប៉ុន្មាន1គីឡូ10000អញ្ចឹងថ្លឹងឲ្យខ្ញុំកន្លះគីឡូយកមកដល់ផ្ទះខ្ញុំបានដាក់ស្រុះសិនតែពេលដែលខ្ញុំដាក់ស្រុះគឺខ្ញុំដាក់ប៊ីចេងហើយនឹងអំបិលបន្តិចខ្ញុំក៏ដាក់ខ្ទះឲ្យឡើងក្តៅហើយនឹងដាក់ខ្លាញ់ឲ្យក្តៅរួចហើយខ្ញុំចាប់បំពងស្លឹកគ្រៃនិងស្លឹកក្រូចសើចមុនគេបងប្អូនស្លឹកក្រូចសើចដល់ពេលយើងបំពងឲ្យក្រៀមទៅគឺយើងអាចញ៉ាំបានហើយខ្ញុំបានបង់ស្លឹកក្រូច1 2សិនណាថាខ្លាញ់ក្តៅហើយដល់ពេលខ្លាញ់ក្តៅខ្លាំងបងប្អូនអើយចាក់ស្លឹកគ្រៃស្លឹកក្រូចសើចមកគឺថាច្រាវពុះលងឈូលហ្មងហើយក៏ខ្ញុំកូរទៅកូរមកស្លឹកគ្រៃជាមួយស្លឹកក្រូចសើចនឹងឯងដល់ពេលដាក់ភ្លាមបងប្អូនអើយរត់គេចហ្មងបើយើងចង់បំពងមកស្រួយឆ្ងាញ់គឺធ្វើតាមវិធីខ្ញុំបានប៉ុន្តែបើបងប្អូនចង់ឲ្យលឿនយើងអាចដាក់ខ្លាញ់ឲ្យលិចចរិតក៏បានដែរខ្ញុំនេះវិញដោយសារតែយើងខ្ជិលបន្ថែមខ្លាញ់ទៀតក៏យើងដាក់ខ្លាញ់តែប៉ុណ្្នឹងឯងរួចហើយយើងដាក់ចរិតចូលមកហើយយើងកូរទៅកូរមកទឿនតចរិតឡើងស្រួយអានឹងបានហៅថាឆ្អិនតែបងប្អូនចង់ធ្វើបែបលក្ខណៈថាយើងដាក់ខ្លាញ់ច្រើនហើយយើងដាក់ចរិតម្ដងតិចអានឹងក៏បានដែរអានឹងធ្វើឲ្យចរិតយើងស្រួយឆ្ងាញ់ហើយវាឆ្អិនលឿនទីនេះវិញគឺថាខ្ញុំបំពងជាមួយខ្លាញ់ជ្រូកចឹងហើយយើងកូរទៅកូរមកត្រឡប់ទៅច្រឡប់មកជាមួយស្លឹកគ្រៃស្លឹកក្រូចសើចនឹងឯងទុករៀងមួយសន្ទុះគ្រឿនដែរថាយើងភ្លក់មើលថាបើវាក្រៀមហើយស្រួយហើយបើយើងលើកមកដាក់បន្ថែមម្ទេសជាមួយនឹងស្លឹកខ្ទឹមហើយនេះបងប្អូនគឺកូរទៅកូរមកហើយក៏អត់បខំភ្លើងដែរយើងដាក់ភ្លើងមកល្មមបានហើយដែលចរិតលីងឆ្អិនណាយើងពេលដែលយើងចរិតលីងយើងឆ្អិនបានយើងបន្ថែមរ៉ឺឌីហើយនឹងស្ករតាមក្រោយព្រោះថាស្ករយើងអាចដាក់ឲ្យហើយភ្លាមទេព្រោះវាអាចខ្លាចទៅជាខ្លោចលឿនអញ្ចឹងណាបងប្អូនកុំឲ្យជីកកាត់គេលក់អីតែលក់អីឈ្ងុយក្លិនមើលតែតំណងពេកត្រឹមមិនបានគឺថាព្រឹកឡើងគឺថាអត់បងអង្គយូរទេនេះហើយដល់ពេលឃ្លានពីល្ងាចអញ្ចេះព្រឹកឡើងទៅផ្សារទៅដល់ប៉ះចំអ្នកលក់គេមានចរិតលក់ហើយចរិតហ្នឹងគឺខ្ញុំសួរថាចរិតចិញ្ចឹមឬក៏ចរិតដាក់តាមលក្ខណៈដូចយើងដាក់តាមស្រុកស្រែអញ្ចឹងណាអាចរិតដាក់បានខ្លួនឯងទេដល់ពេលអញ្ចឹងហើយនេះបងប្អូនខ្ញុំភ្លក់មើលថាក្រៀមហើយក៏ខ្ញុំបានបន្ថែមជាមួយរ៉ូឌីជាមួយស្ករសអីនឹងឯងហើយបន្ថែមជាមួយស្លឹកខ្ទឹមមកក្រោយបងប្អូនបើនិយាយពីធ្វើអញ្ចឹងគឺឆ្ងាញ់មែនទែនហើយបើសិនតបានគ្រឿងក្លុកគេជូហិលទៀតណាអូរត់តអែមអានឹងគេហៅថាចរិតក្លុកហើយខ្ញុំរោទិញចរិតក្លុកដឹងទៅរោទិញឯណាបានបងប្អូនចង់លក្ខណៈចង់ក្លុកជាមួយគ្រឿងចឹងវាឆ្ងាញ់មួយយ៉ាងដែរណាបងប្អូននេះហើយដល់ពេលនេះយើងបន្ថែមជាមួយរ៉ូឌីចឹងមកនេះតិចណាកុំបន្ថែមច្រើនល្មមបានហើយព្រោះអីរបស់ចឹងយើងធ្វើលក្ខណៈសាបណាកុំធ្វើឲ្យប្រៃកណាតែប្រៃពេកញ៉ាំទៅអត់ឆ្ងាញ់ទេហើយខះកទៀតអញ្ចឹងណាបងប្អូនហើយនេះដាក់ម្ទេសហើយនឹងស្លឹកខ្ទឹមអូយតំណងអត់បងប្អូនជួយខមមិននេះខាងក្រៅមកខ្ញុំម្នាក់មួយផងណាដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូថ្មីអញ្ចឹងណាបងប្អូននេះអូរងថ្ងៃហ្នឹងគឺថាបងប្អូននេះតំណងអត់បងប្អូនមិនសិនតែបានអាជាទៀតមកអូយអេមស្រេហ្មងណានេះញ៉ាំថ្ងៃឡើងអរគុណច្រើនបងប្អូន